អភិបាលខេត្តកំពង់ចាមបានថ្លែងថាកត្តារូបរួមថែរក្សាសុខសន្តិភាពគឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិនដាបានថ្លែងថាកត្តារូបរួមថែរក្សាសុខសន្តិភាពគឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរដូច្នេះយើងត្រូវបន្តរួបរวมគ្នាដើម្បីកសាងសង្គមជាតិនិងកសាងនៅជីវភាពសម្រាប់ខ្លួនយើងនិងកូនចៅរបស់យើងគ្រប់ជំនាន់ទៅមុខទៀតថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធផ្លូវកស៊ូប្រភេទ DBST និងបេតុងប្រវែង5គីឡូម៉ែត្រ5និងសមិទ្ធផលនានានៃវត្តភ្នំព្រះវិហារស្ថិតនៅភូមិព្រះវិហារឃុំតាំងក្រសាំងស្រុកបាធាយនាព្រឹកថ្ងៃទី9ខែមីនាឆ្នាំ2025ក្រោមវត្តមានឯកឧត្តមឃ្លូតផនប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមក្នុងឱកាសនោះដែរឯកឧត្តមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមបានថ្លែងថាសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះក្រៅពីផ្លូវកស៊ូនិងផ្លូវបេតុងសរុប5510ម៉ែត្រពីភ្នំព្រះវិហារឆ្លងកាត់ភូមិចំនួន3រហូតដល់ភូមិបឹងវែងឃុំតាំងក្រសាំងគឺយើងនៅមានសមិទ្ធផលផ្សេងចំនួន15មុខទៀតដែលចំណាយថវិកាអស់ប្រមាណជា$2លានអាមេរិកទាំងនេះសបញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ព្រះសង្ឃលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀននិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ពលគឺត្រូវជៀសវាងការបង្កើតជាក្រុមបងតូចបងធំជាពិសេសត្រូវជំរុញកូនចៅឲ្យខិតខំរៀនសូត្រដើម្បីក្លាយទៅជាធនធានមនុស្សដែលមានសក្តានុពលសម្រាប់បន្តវេនក្នុងការកសាងជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគតបើតាមលោកអូតឈៀងលីអភិបាលស្រុកបាធាយបានឲ្យដឹងថាស្រុកបាធាយមានវត្តចំនួន40ក្នុងនោះវត្តធម្មយុត្តកនិកាយមានចំនួន4វត្តព្រះសង្ឃសរុបចំនួន862អង្គភិក្ខុចំនួន144អង្គនិងសាមណេរចំនួន718អង្គសាលាពុទ្ធិកបឋមសិក្សាមាន4សាលាកម្រង1សាលាពុទ្ធិកអនុវិទ្យាល័យសវណ្ណគិរីជើងឆ្នុក2សាលាពុទ្ធិកអនុវិទ្យាល័យវីរយៈបណ្ឌិតោប៉ាងខាត់3សាលាពុទ្ធិកបឋមសិក្សាកម្រងផ្អាវនិង4សាលាពុទ្ធិកបឋមសិក្សាកម្រងទំនប់